ថ្មីៗនេះអ្នកទាំងអស់គ្នាប្រហែលជាបានឮអ្នកខាងក្រៅនិយាយអំពីទីផ្សារកាបូនហើយប្រហែលជាឆ្ងល់ថាតើវាគឺជាអ្វីមែនទេខ្ញុំគិតថាវាជាគំនិតល្អដែលយើងគួរតែអង្គុយជុំគ្នានិយាយអំពីវាហើយចង់ដឹងថាតើវាមានន័យបែបណាចំពោះជនជាតិដើមភាគតិចនិងសហគមន៍របស់យើងខ្ញុំឮថាទីផ្សារកាបូននឹងជួយដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុខ្ញុំឮថាជនជាតិដើមភាគតិចមួយចំនួនកំពុងមានចម្ងល់ថាតើទីផ្សារកាបូននឹងពិតជាអាចជួយសហគមន៍របស់យើងបានឬយ៉ាងណាប៉ុន្តែខ្ញុំបានលើជនជាតិដើមភាគតិចនិងអ្នកវិទ្យាសាស្ត្រយល់ថាទីផ្សារកាបូនគឺជាការខ្ជិះខ្ជាយពេលវេលានិងថែមទាំងធ្វើឲ្យប៉ះពាល់ដល់ភពផែនដីរួមទាំងសហគមន៍យើងផងដែរយើងនឹងនិយាយចំណុចនេះដែរតែពេលនេះយើងសូមនិយាយអំពីការប្រែប្រួលអាកាសធាតុកាបូននិងអូស្មန်ផ្ទះកញ្ចក់សិនតើការប្រែប្រួលអាកាសធាតុគឺជាអ្វីវាកំពុងកើតឡើងហើយពេលនេះដូចជាខ្យល់បក់ពីតិចទៅច្រើនភ្លៀងធ្លាក់កាន់តែញឹកញាប់និងច្រើនជាងមុនឬពេលខ្លះមិនមានភ្លៀងសោះតែម្ដងអាកាសធាតុកាន់តែអាក្រក់ទៅហើយពិភពលោកក៏កាន់តែឡើងកម្ដៅដោយសារតែការប្រែប្រួលអាកាសធាតុប្រភពស្បៀងអាហារកំពុងរងការបំផ្លាញដោយទឹកជំនន់ឬគ្រោះរាំងស្ងួតសត្វបក្សាបក្សីនិងសត្វល្អិតផ្លាស់ប្ដូរទីលំនៅឬបាត់បង់ចំណែកឯដុំទឹកកកកំពុងតែរលាយធ្វើឲ្យកម្ពស់ទឹកសមុទ្រកើនឡើងនិងលិចតំបន់ឆ្នេរតើការប្រែប្រួលអាកាសធាតុកើតឡើងដោយសារអ្វីយើងទាំងអស់គ្នានិងជនជាតិដើមភាគតិចជាច្រើនមានការបកស្រាយចំពោះមូលហេតុដែលនាំឲ្យមានការប្រែប្រួលអាកាសធាតុទាំងនេះកើតឡើងមូលហេតុដែលធ្វើឲ្យតុល្យភាពរវាងខ្យល់ព្រះអាទិត្យភ្លៀងមហាសមុទ្រព្រៃឈើនិងទម្រង់ភាពរស់មានជីវិតនៅលើផែនដីរងផលប៉ះពាល់និងមានការប្រែប្រួលតែពេលនេះយើងនឹងជជែកពីអ្វីដែលអ្នកខាងក្រៅគេនិយាយថាផែនដីកាន់តែក្តៅនិងត្រជាក់វាកើតឡើងដោយខ្លួនឯងទេតែអ្នកវិទ្យាសាស្ត្របានអះអាងថាសកម្មភាពរបស់មនុស្សកំពុងបង្កឲ្យមានការប្រែប្រួលអាកាសធាតុគេនិយាយថាកាលពីជាង150ទៅ200ឆ្នាំមុនមានការប្រែប្រួលកើនឡើងដោយសារតែមនុស្សបានកាប់បំផ្លាញព្រៃឈើសាងសង់រោងចក្របើកបរយានយន្តហោះដុតធ្យូងថ្មប្រេងនិងអូស្មန်ជាដើមសកម្មភាពទាំងអស់នេះបង្កើតឲ្យមានការបំភាយអូស្មန်ដែលបង្កជាបញ្ហាដែលគេហៅថាផលនៃផ្ទះកញ្ចក់គេហៅអូស្មန်នេះថាអូស្មန်ផ្ទះកញ្ចក់អូស្មန်ផ្ទះកញ្ចក់ដែលបង្កការគំរាមកំហែងខ្លាំងបំផុតដល់បរិយាកាសរបស់យើងគឺអូស្មန်កាបូនឌីអុកស៊ីតឬគេស្គាល់វាថាអូស្មန်កាបូនិកតាមពិតមានអូស្មန်ផ្ទះកញ្ចក់ផ្សេងទៀតជាច្រើនតែពេលនេះសូមនិយាយតែអូស្មန်កាបូនិកចុះអូស្មန်កាបូនិកកើតចេញពីកាបូនដែលមានគ្រប់ទីកន្លែងដូចជារុក្ខជាតិដើមឈើសត្វថ្មមហាសមុទ្រនិងសូម្បីតែនៅក្នុងខ្លួនរបស់អ្នកខ្លួនខ្ញុំផងដែរកាបូនធ្វើចលនាតាមធម្មជាតិពីកន្លែងមួយទៅកន្លែងមួយដូចជាពេលយើងបរិភោគរុក្ខជាតិឬសត្វកាបូនចូលក្នុងខ្លួនរបស់យើងពេលរុក្ខជាតិសត្វឬមនុស្សស្លាប់កាបូនមួយចំនួនបានបញ្ចេញទៅក្នុងបរិយាកាសជាអូស្មန်កាបូនិកក៏ប៉ុន្តែក៏មានកាបូននៅសេសសល់កប់ក្នុងដីដែររាប់លានឆ្នាំកប់ក្នុងដីវាคล้ายទៅជាអូស្មန်ប្រេងជើងថ្មហើយវារក្សាទុកក្រោមដីដោយសុវត្ថិភាពពេលយើងជីកវាយកមកប្រើនិងដុតវាคล้ายទៅជាអូស្មန်កាបូនិកដែលពេលនេះហើយវានឹងបង្កជាបញ្ហានោះអញ្ចឹងតើអូស្មန်កាបូនិកបង្កបញ្ហាដោយរបៀបណាទៅណភពផែនដីមានខ្យល់ជារបាំងការពារដែលគេហៅវាថាបរិយាកាសដែលមានអូស្មန်កាបូនិកពីធម្មជាតិមួយចំនួនដែរកាលពីមុនអូស្មန်កាបូនិកជួយទប់កម្ដៅបានមួយចំណែកដែលធ្វើឲ្យផែនដីក្លាយជាកន្លែងស្រួលរស់នៅដូចខ្ញុំនិយាយអញ្ចឹងបញ្ហាកើតឡើងនៅពេលគេជីកប្រេងអូស្មန်និងធ្យូងថ្មយកមកប្រើប្រាស់ដូចជាសម្រាប់យានយន្តហោះរោងចក្រនិងការដុតព្រៃឈើជាដើមសកម្មភាពនេះនាំឲ្យបញ្ចេញកាបូនិកជាច្រើនទៅបរិយាកាសច្រើនហួសពីវដ្តកាបូនធម្មជាតិដែលផែនដីមិនអាចទ្រាំទ្រង់បានពេលបរិមាណកាបូនិកកើនឡើងវាធ្វើឲ្យបរិយាកាសផែនដីស្ទាក់ទប់កម្ដៅកាន់តែច្រើនឡើងហើយកម្ដៅភពផែនដីក៏កើនឡើងដោយការកើនឡើងនៃអូស្មန်ផ្ទះកញ្ចក់ដែរហេតុនេះហើយបានជាយើងនិយាយអំពីផលនៃអូស្មန်ផ្ទះកញ្ចក់វាសំខាន់ណាស់ក្នុងការទទួលស្គាល់ថាមិនមែនមនុស្សគ្រប់គ្នាត្រូវទទួលខុសត្រូវឬទទួលបានផលប្រយោជន៍ពីការបញ្ចេញអូស្មန်កាបូនិកនិងអូស្មန်ផ្ទះកញ្ចក់នោះទេ
ជាក់ស្ដែងជនជាតិដើមភាគតិចបានរួមចំណែកតិចតួចបំផុតចំពោះការបំភាយនៃអូស្មန်ទាំងនេះនៅគ្រប់សម័យកាលតែផ្ទុយទៅវិញសហគមន៍ជនជាតិដើមភាគតិចជាពិសេសស្ត្រីកុមារនិងជនមានពិការភាពទៅវិញទេដែលរងផលប៉ះពាល់ជាងពាក់កណ្ដាលទៅទៀតក្រៅពីការប៉ះពាល់ដល់រូបរាងកាយការប្រែប្រួលអាកាសធាតុក៏ប៉ះពាល់ដល់វប្បធម៌ការរស់នៅនិងជំនឿរបស់យើងជាមួយនឹងពិភពផ្សេងៗដែលនៅជុំវិញខ្លួនយើងផងដែរ